បានបងថ្ងៃនេះយើងលើកយកពីប្រធានបទនៃការចិញ្ចឹមគោដំបងបងប្អូនអញ្ចឹងចូលរួមស្ដាប់ទាំងអស់គ្នាបងប្អូនបាទការចិញ្ចឹមគោតាមស្រុកស្រែគឺជារបបប្រពៃណីដ៏មានសក្តានុពលបងប្អូនរបស់ពលរដ្ឋបងប្អូនហើយនឹងជួយផ្ដល់នៅវាក៏ជួយផ្ដល់ឲ្យជីវភាពគ្រួសារយ៉ាងច្រើននៅក្នុងនឹងដែរបងប្អូនដែលចាប់ផ្ដើមចិញ្ចឹមគោដំបូងគឺខ្ញុំមាន5ចំណុចសម្រាប់បងប្អូនចាប់ផ្ដើមដំបូងណាបងប្អូនបាទជំហានទី1នោះគឺយើងត្រូវជ្រើសរើសពូជបងប្អូនហ្នឹងហើយបងប្អូនច្បាស់ជាយល់ដឹងច្រើនណាពាក់ព័ន្ធនឹងការជ្រើសរើសពូជមានន័យថាយើងជ្រើសរើសពូជគោណាដែលល្អគោស្រុកយើងឬក៏គោកាត់អញ្ចឹងណាបងប្អូនមុននឹងក្នុងការចិញ្ចឹមយើងត្រូវជ្រើសពូជគោឲ្យបានល្អពូជល្អហើយវាជាពូជដែលលូតលាស់លឿនហើយសាច់ច្រើននិងមានតម្លៃខ្ពស់ប៉ុន្តែត្រូវការយកចិត្តទុកដាក់ខ្ពស់លើការថែទាំចំណីដែរបងប្អូនចំណែកទី2គឺការរៀបចំក្រោលបងប្អូនយើងគួរមានទីតាំងមួយដ៏ល្អអញ្ចឹងណាសម្រាប់ដាក់នៅកន្លែងទលាយស្ងួតមិនជ្រាបទឹកនិងមានខ្យល់ចេញចូលបានល្អបងប្អូនហើយនៅឆ្ងាយពីផ្ទះល្មមសមរម្យដើម្បីងាយស្រួលគ្រប់គ្រងក្លិននិងអនាម័យហើយចំណែករចនាសម្ព័ន្ធក្រោលគួរមានដំបូលត្រឹមត្រូវបងប្អូនការពារកម្ដៅនិងភ្លៀងកម្រាលក្រាលគួរធ្វើឲ្យមានភាពងាយស្រួលក្នុងការលាងសម្អាតនិងអាចប្រមូលទីមួកគោធ្វើជាជីកសិកម្មបានបងប្អូនហើយចំណែកទី3នោះនៅក្នុងការឲ្យស៊ីចំណីតើការជ្រើសរើសពូជគោមកចិញ្ចឹមហ្នឹងបងប្អូនចិញ្ចឹមបែបយ៉ាងម៉េចបែបប្រពៃណីលក្ខណៈគ្រួសារឬក៏បែបគេហៅបែបកសិដ្ឋានអញ្ចឹងបងប្អូនគួររើសចំណីបើសិនតែបងប្អូនបែបកសិដ្ឋានបងប្អូនចិញ្ចឹមបែបកសិដ្ឋានបងប្អូនរើសចំណីទ្រុងអញ្ចឹងទៅអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនចង់ចិញ្ចឹមបែបកសិដ្ឋានអាហ្នឹងយើងត្រូវតែមានត្រៀមស្មៅផ្អកស្មៅអីចឹងទៅបងប្អូនស្មៅផ្អាប់ស្មៅអីចឹងទៅហើយមានចកាស្មៅចកាអីសម្រាប់ច្រូតត្រៀមទុកឲ្យវាស៊ីចឹងទៅណាបងប្អូនហើយចំណែកចំណុចទី4គឺការថែទាំសុខភាពនិងការពារជំងឺបងប្អូនអញ្ចឹងការសម្អាតក្រោលបោសសម្អាតដាច់គោនិងលាងក្រោលជាប្រចាំដើម្បីការពារកុំឲ្យមានមេរោគឬជំរកសត្វល្អិតសត្វចង្រៃអញ្ចឹងបងប្អូនហើយបន្ទាប់មកយើងមានការចាក់វ៉ាក់សាំងតាមដានសុខភាពគោនិងសហការជាមួយមន្ត្រីកសិកម្មមូលដ្ឋានដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងអញ្ចឹងទៅដូចជាជំងឺមាត់អណ្ដាតជំងឺអុចស្វាយជាដើមអញ្ចឹងទៅបងប្អូនហើយការឲ្យថ្នាំទម្លាក់សត្វល្អិតឬក៏ព្រូនគួរផ្ដល់ថ្នាំទម្លាក់ព្រូនក្នុងពោះវៀនជាប្រចាំអញ្ចឹងទៅដើម្បីឲ្យគោឆាប់ធំធាត់និងស៊ីចំណីបានជីវជាតិល្អរីឯចំណុចចុងក្រោយគេនេះគឺចំណុចទី5ចំណុចទី5នេះគឺជាការគ្រប់គ្រងនិងការបង្កាត់ពូជបងប្អូនអញ្ចឹងបងប្អូនត្រូវជ្រើសរើសពូជនិងមេបាដែលមានសុខភាពល្អរាងកាយមាំមួនអញ្ចឹងទៅណាយើងតាមដានគោដែលមានកាយរាងមាំអញ្ចឹងទៅបងប្អូនដើម្បីសម្រេចចិត្តថាត្រូវលែងបាឬប្រើប្រាស់បច្ចេកទេសបង្កាត់សម្បត្តិនិមិត្តអញ្ចឹងទៅចាក់ថ្នាំដែលអាចជួយឲ្យមានកូនលូតលាស់ល្អហើយនឹងឲ្យបានកូនពូជល្អអញ្ចឹងណាបងប្អូនអាហ្នឹងវាមាន5ចំណុចហ្នឹងសម្រាប់បងប្អូនដែលមានបំណងចង់ចិញ្ចឹមគោបែបប្រពៃណីឬក៏បែបកសិដ្ឋានគឺយើងត្រូវមាន5ចំណុចហ្នឹងដូចគ្នាបងប្អូនប៉ុន្តែទៅតាមលទ្ធភាពបងប្អូនចង់បែបប្រពៃណីឬក៏បែបស្រុកស្រែចម្ការលក្ខណៈគ្រួសារក៏បានបែបជាកសិដ្ឋានក៏បានប៉ុន្តែរបៀបរបបនៃការរើសពូជរបៀបរបបនៃការថែទាំគឺវាហួសគ្នាទេបងប្អូនវាមាន5ចំណុចហ្នឹងដូចគ្នាបាទប៉ុន្តែអាស្រ័យលើបងប្អូនដែលមានតម្រូវការបងប្អូនចំពូជបែបណាមានលទ្ធភាពអាចធ្វើកសិដ្ឋានឬក៏តាមចិញ្ចឹមបែបលក្ខណៈគ្រួសារអញ្ចឹង